លោកដូនត្រាំខឹងសម្បាគណៈពេលដែលធនាគារកណ្ដាលសហរដ្ឋអាមេរិកបានធ្វើការសម្រេចចិត្តក្នុងការកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនដោយទៅនឹងសហភាពអឺរ៉ុបផងដែរសង្សារគំតាមព័ត៌មានហិរញ្ញវត្ថុរបស់ FX Insight ការសង្កេតព្រឹត្តិការណ៍ប្រចាំថ្ងៃទី18ខែមេសាឆ្នាំ2025កាលពីម្សិលមិញធនាគារកណ្ដាលសហភាពអឺរ៉ុបបានសម្រេចចិត្តក្នុងការកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនចំនួន25 basis point ហើយនៅក្នុងសន្និសីទសារព័ត៌មានបានបង្ហាញថានាកិច្ចប្រជុំបន្ទាប់ធនាគារកណ្ដាលសហភាពអឺរ៉ុបមានភាគរយទៅដល់75%ក្នុងការកាត់បន្ថយបន្ថែមរយៈពេល1ថ្ងៃបន្ទាប់ពីប្រធានធនាគារកណ្ដាលលោក Jerome Powell បានដល់សញ្ញាថាគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកគឺជាការរងចាំមើលនៃភាពច្បាស់លាស់បន្ថែមទៀតសម្រាប់ការផ្លាស់ប្ដូរនៅគោលនយោបាយរូបិយវត្ថុបន្ទាប់ដែលពួកគេបានថ្លឹងថ្លែងពីការគម្រាមកំហែងនៃអតិផរណាដែលបណ្ដាលមកពីពន្ធនាំចូលរបស់លោក Donald Trump ដែលអាចធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកាន់តែមានភាពយ៉ាប់យ៉ឺនលោក Donald Trump មិនសប្បាយចិត្តនោះទេនឹងបានប្រៀបធៀបសមាជិកធនាគារកណ្ដាលសហរដ្ឋអាមេរិកទៅនឹងសមាជិកធនាគារកណ្ដាលសហភាពអឺរ៉ុបលោក Trump បាននិយាយថាលោក Powell តែងតែមានការសម្រេចចិត្តយឺតនិងមិនត្រឹមត្រូវ Donald Trump គឺជាអ្នកជំរុញ Fed ឲ្យកាត់បន្ថយអត្រាការប្រាក់ដែលចំណុចនេះបង្ហាញពីភាពចម្រុងចម្រាស់រវាងអ្នកទាំងពីរហើយលោក Donald Trump បានបន្តទៀតថាសម្រាប់លោក Powell បើសិនជាខ្ញុំចង់ឲ្យគាត់ចាក់ចេញគាត់នឹងចាក់ចេញពីតំណែងរបស់គាត់ខណៈពេលដែល Wall Street Journal បានលើកឡើងថាលោកបានបើកការតាក់ទងជាលក្ខណៈឯកជនជាមួយនឹងលោក Kevin Warsh ដែលជាអតីតសមាជិកធនាគារកណ្ដាលសហរដ្ឋអាមេរិកកាលពីឆ្នាំ2006ដល់ឆ្នាំ2011ថានឹងមកជំនួសតំណែងលោក Powell ដែលនឹងផុតអាណត្តិជាប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅខែឧសភាឆ្នាំ2026ខាងមុខនេះសូមអរគុណសម្រាប់ការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ FX Insight